ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel for Nisit ថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតដែលនិយាយអំពីតម្រូវការនៃការគ្រប់គ្រងយកមកបង្ហាញជូនអ្នកទាំងអស់គ្នាដើម្បីជាជំនួយក្នុងការសិក្សាស្វែងយល់បន្ថែមលើផ្នែកសេដ្ឋកិច្ចគ្រប់គ្រងហិរញ្ញវត្ថុនិងការអភិវឌ្ឍតំបន់និងពន្ធដារជាដើមតោះយើងនឹងពិនិត្យមើលទាំងអស់គ្នាថាតើតម្រូវការជាអ្វីការគ្រប់គ្រងជាអ្វីនៅក្នុងវីដេអូនេះផងដែរខ្ញុំនឹងពន្យល់ព្រមទាំងលើកឧទាហរណ៍សាមញ្ញងាយយល់ឆាប់បានពីតម្រូវការនៃការគ្រប់គ្រងដែលជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចទីផ្សារសូមអ្នកទាំងអស់គ្នាជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតសូមអរគុណបើយោងតាមសៀវភៅ Macro សេដ្ឋកិច្ចរបស់លោក Michael Parkin បោះពុម្ពលើកទី4ក្នុងឆ្នាំ2023នៅចំពោះទី3ទំព័រទី85បានប្រាប់យើងអំពីតម្រូវការនិងការគ្រប់គ្រងតើតម្រូវការជាអ្វីតម្រូវការគឺជាការបង្ហាញពីបំណងចង់បានទំនិញឬសេវានិងលទ្ធភាពទូទាត់ដើម្បីទទួលបានទំនិញឬសេវានោះមានន័យថាអ្នកមានបំណងចង់ទិញទំនិញឬសេវានោះហើយអ្នកមានលទ្ធភាពឬមានលុយដើម្បីទិញវាព្រមទាំងមានផែនការដើម្បីទិញទំនិញឬសេវានោះផងដែរឧទាហរណ៍អ្នកមានបំណងចង់ទិញផ្ទះល្វែងមួយខ្នងនៅបរិយាណាមួយនៅក្នុងទីក្រុងភ្នំពេញហើយអ្នកក៏មានលទ្ធភាពទិញផ្ទះនោះនៅក្នុងតម្លៃ$50,000ព្រមទាំងមានផែនការទិញផ្ទះល្វែងនោះនៅឆ្នាំក្រោយនេះយើងហៅថាតម្រូវការខ្ញុំសូមបញ្ជាក់បន្ថែមទៀតអំពីតម្រូវការជាពិសេសគឺច្បាប់តម្រូវការតើច្បាប់តម្រូវការជាអ្វីតាមច្បាប់តម្រូវការដោយសន្មតថាកត្តាផ្សេងទៀតមិនប្រែប្រួលដូចនេះនៅពេលដែលថ្លៃកើនឡើងនាំឲ្យតម្រូវការធ្លាក់ចុះនិងផ្ទុយមកវិញនៅពេលដែលថ្លៃធ្លាក់ចុះនាំឲ្យតម្រូវការកើនឡើងឧទាហរណ៍ប្រសិនបើតម្លៃអចលនទ្រព្យធ្លាក់ចុះនោះបណ្ដាលឲ្យតម្រូវការអចលនទ្រព្យកើនឡើងនិងច្រាស់មកវិញនៅពេលដែលតម្លៃអចលនទ្រព្យកើនឡើងនោះនាំឲ្យតម្រូវការធ្លាក់ចុះខ្ញុំសូមលើកយកឧទាហរណ៍មួយទៀតប្រសិនបើតម្លៃមាសធ្លាក់ចុះមកត្រឹមតែ$350ក្នុង1ជីនោះនាំឲ្យតម្រូវការមាសកើនឡើងប៉ុន្តែនៅពេលដែលតម្លៃមាសកើនឡើងរហូតដល់$500ក្នុង1ជីនោះបណ្ដាលឲ្យតម្រូវការមាសធ្លាក់ចុះផងដែរតើមានកត្តាអ្វីខ្លះដែលធ្វើឲ្យបរិមាណតម្រូវការប្រែប្រួលកត្តាដែលធ្វើឲ្យបរិមាណតម្រូវការប្រែប្រួលមានដូចជាចំណូលរបស់អ្នកប្រើប្រាស់ទំហំទីផ្សារការសង្ឃឹមរបស់អ្នកប្រើប្រាស់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ទំនិញឬសេវាជំនួសនិងបំពេញហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានយល់បន្ថែមពីតម្រូវការនៅចំណុចបន្ទាប់នេះខ្ញុំសូមធ្វើការបង្ហាញបន្តទៀតអំពីការផ្គត់ផ្គង់តើការផ្គត់ផ្គង់ជាអ្វីការផ្គត់ផ្គង់គឺជាការបង្ហាញពីបំណងនិងលទ្ធភាពរបស់អ្នកផលិតក្នុងការផ្គត់ផ្គង់ទំនិញនិងសេវានៅលើទីផ្សារមានន័យថាប្រសិនបើសហគ្រាសមួយផ្គត់ផ្គង់នៅទំនិញឬសេវាសហគ្រាសនោះត្រូវមានធនធាននិងបច្ចេកវិទ្យាដើម្បីផលិតត្រូវមានផែនការផលិតនិងលក់ទំនិញឬសេវានោះព្រមទាំងទទួលបានប្រាក់ចំណេញអំពីការផលិតនោះផងដែរឧទាហរណ៍ប្រសិនបើក្រុមហ៊ុន GM ផលិតរថយន្ត 1000 គ្រឿងក្នុងមួយថ្ងៃដូចនេះបរិមាណផ្គត់ផ្គង់រថយន្តអាចស្មើនឹង 1000 គ្រឿងក្នុងមួយថ្ងៃ 7000 គ្រឿងក្នុងមួយសប្តាហ៍និង365,000 គ្រឿងក្នុងមួយឆ្នាំតើបរិមាណផ្គត់ផ្គង់ទំនិញប្រែប្រួលដែរឬទេនៅពេលដែលថ្លៃទំនិញប្រែប្រួលហើយសន្មតថាកត្តាដទៃទៀតមិនប្រែប្រួលតាមរយៈច្បាប់ផ្គត់ផ្គង់សន្មតថាកត្តាផ្សេងទៀតមិនប្រែប្រួលដូចនេះនៅពេលដែលថ្លៃទំនិញកើនឡើងនាំឲ្យបរិមាណផ្គត់ផ្គង់ទំនិញកើនឡើងនិងច្រាស់មកវិញនៅពេលដែលថ្លៃទំនិញធ្លាក់ចុះនាំឲ្យបរិមាណផ្គត់ផ្គង់ទំនិញធ្លាក់ចុះផងដែរឧទាហរណ៍នៅពេលដែលតម្លៃស្រូវកើនឡើងធ្វើឲ្យប្រជាកសិករជាអ្នកផ្គត់ផ្គង់មានបំណងបង្កើនបរិមាណផលិតស្រូវបន្ថែមទៀតប៉ុន្តែនៅពេលដែលតម្លៃស្រូវធ្លាក់ចុះបណ្ដាលឲ្យកសិករគាត់គ្មានបំណងបង្កើនបរិមាណផលិតស្រូវបន្ថែមទៀតនោះទេតើមានកត្តាអ្វីខ្លះដែលធ្វើឲ្យបរិមាណផ្គត់ផ្គង់ប្រែប្រួលកត្តាដែលធ្វើឲ្យបរិមាណផ្គត់ផ្គង់ប្រែប្រួលមានដូចជាថ្លៃដើមកត្តាផលិតកម្មការសង្ឃឹមរបស់ផលិតករចំនួនអ្នកផ្គត់ផ្គង់នៅលើទីផ្សារបច្ចេកវិទ្យាផលិតភាពរបស់កម្លាំងពលកម្មនិងសកម្មភាពរបស់រដ្ឋាភិបាលសរុបជារួមមកតម្រូវការជាការបង្ហាញពីបំណងចង់បានទំនិញឬសេវានិងមានលទ្ធភាពទូទាត់ដើម្បីទទួលបានទំនិញឬសេវានោះចំណែកឯការផ្គត់ផ្គង់វិញជាការបង្ហាញពីបំណងនិងលទ្ធភាពរបស់អ្នកផលិតក្នុងការផ្គត់ផ្គង់ទំនិញនិងសេវានៅលើទីផ្សារនៅពេលដែលថ្លៃធ្លាក់ចុះនាំឲ្យតម្រូវការកើនឡើងចំណែកឯការផ្គត់ផ្គង់វិញធ្លាក់ចុះប៉ុន្តែនៅពេលដែលថ្លៃកើនឡើងនាំឲ្យតម្រូវការធ្លាក់ចុះចំណែកឯការផ្គត់ផ្គង់វិញកើនឡើងខ្ញុំសង្ឃឹមថាវីដេអូមួយនេះ
ជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាដើម្បីយល់ដឹងបន្ថែមពីតម្រូវការនិងការផ្គត់ផ្គង់ក្នុងដំណើរប្រព្រឹត្តទៅរបស់សេដ្ឋកិច្ចទីផ្សារដែលមាននៅក្នុងពិភពលោកយើងនេះសូមអរគុណអ្នកទាំងអស់គ្នាជួបគ្នាសម្រាប់វីដេអូក្រោយៗទៀត